ពាក្យសម្ដីរបស់យើងលោកទាំងឡាយហើយជាអាវុធដែលអាចសម្លាប់មនុស្សមិនមានឈាមផងក៏អាចជាថ្នាំទិព្វសង្គ្រោះមនុស្សដោយមិនបាច់លេបផងសម្ដីនេះយើងប្រើត្រូវទៅគាត់ថាជារឿងដែលញ៉ាំងនៅប្រយោជន៍ឲ្យក្រុមឲ្យកើតជាភាពចម្រុងចម្រើនច្រើនយ៉ាងប៉ុន្តែបើតប្រើមិនត្រូវទេបំផ្លាញគេបំផ្លាញឯងបំផ្លាញទាំងខ្លួនឯងទៅទៀតផងដូចជាសម័យបច្ចុប្បន្នមនុស្សគឺថាមិននិយាយទេតែចូលចិត្តសរសេរអក្សរឬក៏ថាអីចឹងទៅដូចតាមដាញសង្គមសពថ្ងៃគឺថាស្រេចតែនឹងគេសរសេរស្រេចតែនឹងគេថាហើយទាំងអស់នោះជាសេចក្តីដែលនឹកឃើញរបស់បុគ្គលម្នាក់ម្នាក់លើកមកនិយាយលើកមកថាហើយយើងដែលជាអ្នករងគ្រោះអំពីការនិយាយការស្ដីការសរសេររបស់អ្នកដទៃហ្នឹងគឺថាមានច្រើនបែបច្រើនយ៉ាងវាអញ្ចឹងលៃយ៉ាងម៉េចគឺថាគប្បីយើងកុំធ្វើខ្លួនឲ្យជាមនុស្សបន្សល់នៅភាពក្តៅក្រហាយឬវិបដិសារីចំពោះអ្នកដទៃថ្ងៃនេះក៏ត្រៀមនឹងវិវត្តទៅថ្ងៃមុខកាលវិវត្តទៅនេះឥតឈប់ឈរទេលោកទាំងឡាយប៉ុន្តែកាលដែលគង់នៅជំនួសឲ្យការវិវត្តនេះគឺការរលឹកចងចាំការរលឹកចងចាំមានជាពីរហេតុគឺហេតុនៃការចងចាំអំពើសោកសៅមួយហេតុការចងចាំនៃអំពើដែលញ៉ាំងនៅភាពរីករាយកើតឡើងមួយរឿងទាំងពីរយ៉ាងនេះសិតតែជារឿងដែលមនុស្សត្រូវចងចាំនោះចងចាំនៅសេចក្តីទុក្ខសោកនៅរាសព្រាត់ប្រាសធ្លាប់នៅបែកបាក់នៅវត្ថុឯណាដែលខ្លួនជាទីស្រឡាញ់ពេញចិត្តហើយនោះកាលដែលបែកបាក់នៅវត្ថុទាំងអស់នោះព្រាត់ប្រាសនៃរាសចាកមនុស្សជាទីស្រឡាញ់ពេញចិត្តវត្ថុជាទីស្រឡាញ់ពេញចិត្តជាដើមក្តីក៏ជាហេតុនាំមកនៅសេចក្តីទុក្ខម្ដាលឲ្យកើតការចងចាំហេតុមួយទៀតគឺកាលដែលបានជួបប្រសពនៅវត្ថុជាទីស្រឡាញ់ពេញចិត្តការជួបប្រសពនៅរបស់ដែលជាទីស្រឡាញ់ពេញចិត្តការបានជួបបានឃើញនៅវត្ថុដែលជាស្រឡាញ់ពេញចិត្តក៏ជាការចងចាំប៉ុន្តែជាការចងចាំក្នុងសេចក្តីរីករាយលោកទាំងឡាយយើងដឹងថាការចងចាំទាំងពីរនេះមួយណាដែលយើងចង់បានមួយណាដែលយើងមិនចង់បានអញ្ចឹងហើយបើយើងចង់បានការចងចាំសោកសៅយើងនាំគ្នាបង្ករឿងក្តៅក្រហាយទៅភាពសោកសៅនោះវារមែងកើតនៅក្នុងសតិបញ្ញារបស់យើងការអន្តងទៅក្នុងជីវិតក្នុងប្រចាំថ្ងៃការអន្តងទៅក្នុងជីវិតវត្តកម្មនេះគឺថានឹងជួបនៅរឿងសោកសៅកន្ទុកកន្ទិញព្រោះការចងចាំដែលនាំមកឲ្យភាពក្តៅក្រហាយរបស់យើងដែលបានកសាងនឹងប៉ុន្តែបើសិនតែយើងរលឹកចង់បាននៅការកសាងដែលល្អប្រសើរជាការកសាងឲ្យកើតនៅការចងចាំប្រកបដោយសេចក្តីរីករាយសេចក្តីក្សេមក្សាន្តត្រជាក់ក្នុងចិត្តក្នុងដំណើរនៃជីវិតវត្តដាក់នេះគប្បីធ្វើរឿងណាដែលជាទីស្រឡាញ់ពេញចិត្តដល់ខ្លួនផងនិងជាទីស្រឡាញ់ពេញចិត្តដល់អ្នកដទៃផងញាតិញោមទាំងឡាយប្រគុណណាគុណម្ចាស់ការប្រព្រឹត្តដែលកើតជាការចងចាំនេះគឺថាសំបីតែសម្ដីក៏ជារឿងជាហេតុដែលញ៉ាំងឲ្យកើតភាពទៅទៅហើយអញ្ចឹងដែរអញ្ចឹងគឺថាការដែលចងចាំប្រកបដោយសេចក្តីក្តៅក្រហាយមួយផ្នែកគឺថាបានកើតឡើងអំពីពាក្យសម្ដីរបស់យើងលោកទាំងឡាយហើយជាអាវុធដែលអាចសម្លាប់មនុស្សមិនមានឈាមផងក៏អាចជាថ្នាំទិព្វសង្គ្រោះមនុស្សដោយមិនបាច់លេបផងសម្ដីនេះយើងប្រើត្រូវទៅគាត់ថាជារឿងដែលញ៉ាំងនៅប្រយោជន៍ឲ្យក្រុមឲ្យកើតជាភាពចម្រុងចម្រើន
ច្រើនយ៉ាងប៉ុន្តែបើតាប្រើមិនត្រូវទេបំផ្លាញគេបំផ្លាញឯងបំផ្លាញទាំងខ្លួនឯងទៅទៀតផងដូចជាសម័យបច្ចុប្បន្នមនុស្សគឺថាមិននិយាយទេតែចូលចិត្តសរសេរអក្សរឬក៏ថាអីចឹងទៅដូចតាមបណ្ដាញសង្គមសពថ្ងៃថាស្រេចតែនឹងគេសរសេរស្រេចតែនឹងគេថាហើយទាំងអស់នោះជាសេចក្តីដែលនឹកឃើញរបស់បុគ្គលម្នាក់ម្នាក់លើកមកនិយាយលើកមកថាហើយយើងដែលជាអ្នករងគ្រោះអំពីការនិយាយការស្ដីការសរសេររបស់អ្នកដទៃហ្នឹងគឺថាមានច្រើនបែបច្រើនយ៉ាងវាអញ្ចឹងលៃយ៉ាងម៉េចគឺថាគប្បីយើងកុំធ្វើខ្លួនឲ្យជាមនុស្សបន្សល់នៅភាពក្តៅក្រហាយឬវិបដិសារីចំពោះអ្នកដទៃដោយសារពាក្យសម្ដីរបស់យើងហ្នឹងពាក្យសម្ដីនេះប្រែសឲ្យទៅជាខ្មៅប្រែខ្ពង់ខ្ពស់ឲ្យទៅជាថោកទាបបានអាស្រ័យតែពាក្យសម្ដីពាក្យសម្ដីជារឿងដែលមនុស្សពីលនឹកឃើញនឹងនិយាយស្ដីហើយបួលបង្កាច់ទៅកើតជាបញ្ហាប៉ុន្តែបញ្ហានេះទៀតសោតមិនទាន់ក្តៅក្រហាយដូចជាមនុស្សដែលខ្វះនៅសតិបញ្ញាហើយជឿនៅពាក្យសម្ដីទាំងអស់នោះដោយខ្វះការពិចារណាទេនឹងទើបជារឿងដែលបង្កវិនាសកម្ម